ជំរាបសួរនិងសួរដល់បងប្អូនអរគ្នាថ្ងៃនេះខ្ញុំមកពីបង្រៀនពីរបៀបដាក់ drop list អញ្ចឹងទី1ខ្ញុំបង្រៀនបងប្អូនពី syntax search មកពី asma search បន្ទាប់មកយើងយកfile របស់មួយដែលយើងត្រូវការ search រកឈ្មោះយ៉ាងខ្ញុំដាក់ e1 មកដោយសារយើងឧទាហរណ៍អូខេបន្ទាប់មកនៅកន្លែង without text នេះគឺយើងយកកន្លែងឈ្មោះនៅកន្លែង without text នេះគឺយើងយកកន្លែងឈ្មោះដែលយើងចង់ select អញ្ចឹងចង់ select ពីក្នុងសុខានត្រប់ចឹងបងប្អូនមកគ្នាអាច select បានតែយក button វា select បានតែបាយប្រាប់ទៅសាច់ដឹងបាយយកវាអូខេអញ្ចឹងយើង enter មកអូខេអញ្ចឹងនៅពេលដែលយើងដាក់ syntax វាហើយវាចេញទី1មកដោយសារតែតតស្គេអញ្ចឹងខ្ញុំនឹងយកអក្សរមួយមកសេដើម្បីឲ្យវាចេញឲ្យយើងមើលអញ្ចឹងខ្ញុំដាក់អក្សរ K អញ្ចឹងអក្សរ K វានឹងមកចេញឲ្យយើងនៅគ្រប់ column ដែលវាមាននៅ column ណាដែលវាមានគឺនឹងវាបញ្ចេញពាក្យថា value អូខេតោះមកយើងចូល syntax ថ្មីដែលយើងចង់ឲ្យវាបង្ហាញ true ឬក៏ false អូខេអញ្ចឹងយើងដាក់ is number អបអរណាស់ខ្ញុំផ្លេចថានៅពេលដែលយើងប្រើ syntax ថ្មីហើយយើងបើកកញ្ចក់យើងត្រូវបិទឆក់អស់កុំឲ្យវាខុស syntax ទៀតអូខេអញ្ចឹងយើងបានឃើញហើយនៅពេលតែអក្សរ K នៅក្រោមណាមានអក្សរ K វា true ហើយណាដែលវាមានអក្សរ K ទេវាចេញចូល syntax ថ្មីមក syntax ថ្មីនោះគឺយើង filter name វាឲ្យវាបញ្ចេញឈ្មោះហើយនឹងនៅពេលដែលវាមានឈ្មោះវានឹង load ទៅឋាន file យើងអូខេអញ្ចឹងយើងប្រើ filter array នេះគឺជាកន្លែង column ដែលយើងចង់ឲ្យវាទៅ filter អញ្ចឹងពី D2 ទៅ D3 អូខេអញ្ចឹងកន្លែងនេះយើងអាចដាក់ not found មកគឺយើងអាចដាក់នៅកើយើងដាក់ពាក្យថា not found នៅកន្លែង filter នោះគឺយើងប្រើដើម្បី filter ណាដែលយើង search ហើយវានឹងហៅឈ្មោះអូខេហើយខ្ញុំដាក់អក្សរ S មកអញ្ចឹងនៅ column ណាក៏ដោយដែលវាមានអក្សរ S គឺវានឹងចេញឲ្យយើងប៉ុន្តែនៅពេលដែលយើងដាក់អក្សរមួយតែវាអត់មានវានឹង load ពាក្យថា not found ឲ្យយើងអូខេអញ្ចឹងយល់បានអញ្ចឹងកន្លែងនេះគឺជាកន្លែងដែលខ្ញុំគ្រាន់តែដូចខ្ញុំមុនអញ្ចឹងខ្ញុំត្រូវដាក់ drop list ដែលខ្ញុំបានប្រាប់អញ្ចឹងខ្ញុំនឹងធ្វើនៅកន្លែង type name នេះដែលយើងប្រើជាមួយនឹង data variable អញ្ចឹងបងខ្ញុំមកបញ្យល់កន្លែងនេះសិនអូខេនៅពេលដែលយើងធ្វើបានវាមាន error ហើយយើងដាក់វាឲ្យទៅ search កន្លែង D1 តែយើងចង់ដាក់ drop list នៅកន្លែង type name C2 អញ្ចឹងយើងប្រើ syntax ស្មើ C2 អូខេអញ្ចឹងនៅពេលដែលយើងអត់បាន set អ្នកបាន C2 ហ្នឹងទេគឺវាអត់មាន load អីទេតែបើយើង share អក្សរ S ទៅឬ share អីផ្សេងវានឹង load នៅកន្លែង E1 ដូចទេបន្ទាប់មកគឺយើងប្រើ data validate ដើម្បីវាចេញ drop list នៅក្នុងនេះគឺយើងប្រើពាក្យថា list អូខេហើយកន្លែង insert value នេះគឺយើងប្រើនៅកន្លែង syntax ដែលយើងបានធ្វើ apply វាចេញតំណ file មួយទេបន្ទាប់មកខ្ញុំសាកពាក្យវាអត់មានអីទេអញ្ចឹងកន្លែងនេះដែរគឺវាឲ្យយើងវានឹង load alarm មកយើងមកថាយើងអត់អាចធ្វើចឹងបានទេអញ្ចឹងយើងចូល data validate ស្ដាប់ error alarm show alarm យើងបិទចោលបន្ទាប់មកដាក់ apply អូខេតោះមកយើងឲ្យឈ្មោះសណាអូខេអញ្ចឹងនៅពេលដែលយើង filter មកកន្លែងនេះគឺវាធ្លាក់មកទាំងអស់ទេអូខេអញ្ចឹងមិនយើងដាក់កន្លែងនេះឲ្យវាចេញជា drop list អញ្ចឹងនៅកន្លែងនោះដែរ
គឺយើងប្រើ data នៅ test ដើម្បីshow វាមកដល់ list អញ្ចឹងនៅកន្លែង insert នេះគឺយើងប្រើ column ណាដែលយើងបានប្រើ syntax ទៅលើវាតែយើងត្រូវប្រើពាក្យយើងត្រូវប្រើទ្រង់ជ្រុងទៀតដើម្បីឲ្យវាត្រឡប់ list នៅអ្វីដែលយើងចង់បានអូខេអញ្ចឹងខ្ញុំប្រាប់មួយទៀតហើយគឺនៅកន្លែង input នេះ show message and error alarm នេះយើងបិទចោលអស់ទៅតោះមកយើង apply អូខេអញ្ចឹងនៅកន្លែងនេះដែរនៅពេលដែលយើង search ឈ្មោះអីយើង enter គឺវានឹង load ពាក្យឈ្មោះហ្នឹងឲ្យយើងមកអញ្ចឹងតោះមកខ្ញុំចង់ឲ្យវាហៅទៅវាហៅនៅពេលដែលអត់មានអីអញ្ចឹងអត់ចង់ឲ្យវាចេញ not found នេះទេខ្ញុំចង់ឲ្យវាចេញជាឈ្មោះទាំងអស់នៅក្នុងcolumn name នេះមាននេះអញ្ចឹងខ្ញុំចង់ធ្វើឲ្យវាស្អាតជាងនេះនៅពេលដែលខ្ញុំធ្វើ not found នេះហើយខ្ញុំនឹងប្រើពាក្យថា short បន្ទាប់មកខ្ញុំប្រាប់ unique ដើម្បីឲ្យវាអឺនៅពេលដែលវាមាន column blend កុំឲ្យវាចូលមកក្នុងចេញរួចរាល់ហើយទាំងយើងទាំង short filter បន្ទាប់មកខ្ញុំចង់ឲ្យនៅពេលដែលវាមានលេខ0ខ្ញុំអត់ចង់ឲ្យវាចេញ not found ទេខ្ញុំចង់ឲ្យវាចេញឈ្មោះទាំងអស់នៅក្នុង comment ដើម្បីយើងមកអូខេអញ្ចឹងយើងប្រើ if អញ្ចឹងនៅពេលកន្លែងតែ e1 ស្មើ0នេះវានឹង show ឲ្យឈ្មោះយើងហើយនៅពេលដែលយើងវាយឈ្មោះគឺវាจะ show ឈ្មោះដែលយើងតែវាមានតែនៅខាងក្រៅនៅពេលដែលយើងវាយឈ្មោះដែលមានវានឹង not found ឲ្យយើងអញ្ចឹងគឺតាក់ត្រប់នេះយើងមានតែប៉ុណ្្នឹងឯងអរគុណអ្នកនរគ្នាជួបគ្នានៅវីដេអូក្រោយ